អូនណាចង់ញ៉ាំនំប្រភេទស្រួយៗបងប្អូនអាចមករៀនធ្វើទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងត្រូវមានម្សៅដែលយើងលុញរួចហើយហ្នឹងយកមកយើងកាត់ជាដុំបែបហ្នឹងមកហើយបន្ទាប់មកគឺយើងត្រូវមានទំពាំងបាយជូរហើយនិងពទ្រាក្រហមអញ្ចឹងយើងលាងពីមុខនឹងឲ្យស្អាតសិនមកនៅពេលយើងលាងស្អាតហើយយើងយកពទ្រាក្រហមហ្នឹងយើងយកមកហាន់ជាចំណិតតូចមកល្មមមកបានយើងដាក់ខ្លាញ់យើងឲ្យក្តៅមកយើងយកម្សៅរបស់យើងហ្នឹងយកមកបំពងឲ្យវាស្រួយមកនៅពេលដែលយើងបំពងម្សៅយើងឆ្អិនហើយស្រួយហើយយើងលើកវាចេញមកបានយើងដាក់ខ្ទះម្សៅទៀតហើយយើងដាក់ជាមួយនឹងទឹកហើយបន្ថែមជាមួយនឹងស្ករអញ្ចឹងយើងដាក់ស្ករសយើងហ្នឹងចូលមកគឺយើងកូរស្ករហ្នឹងឲ្យឡើងក្រហមសិនមកនៅពេលដែលក្រហមហើយបានយើងដាក់បន្ថែមជាមួយនឹងម្សៅដែលយើងបំពងហ្នឹងយើងដាក់ចូលមកហើយនឹងបន្ថែមជាមួយនឹងមានទំពាំងបាយជូរក្រៀមរបស់យើងហ្នឹងហើយនឹងពទ្រាក្រហមហ្នឹងហើយបន្ទាប់មកយើងរោយជាមួយនឹងល្ងមកចឹងហើយយើងច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយយើងលើកចេញមកយើងដាក់នៅលើกระดาษមួយមកទុកឲ្យវាត្រជាក់ហើយនៅពេលត្រជាក់ហើយយើងពៀតវាឲ្យវាចូលគ្នាបន្តិចមកបានយើងអាចកាត់ដុំដាក់នៅលើចានទៅយើងអាចយកទៅញ៉ាំបានហើយរសជាតិឆ្ងាញ់ចាបងប្អូនចា